មករយៈនេះខ្ញុំដូចជាហូបម្ហូបព្រៃគឺរាំងញឹកញាប់តិចហើយមានតែគ្រុំខ្សងក្តាមប៉ុន្តែមិនមែនថាក្នុងមួយថ្ងៃ3ពេលហ្នឹងគឺខ្ញុំហូបតែរបស់នេះសុទ្ធទេនៅស្រុកស្រែខាងស្រុកខ្ញុំនេះគឺរបស់ធម្មជាតិអញ្ចឹងគឺសម្បូរណាស់អត់ខ្វះទេពិសេសគឺគ្រុំនៅខែប្រាំងគ្រុំខែប្រាំងគឺចងាញ់ជាងគ្រុំនៅខែវស្សាគ្រុំខែប្រាំងនេះនៅពេលដែលវាក្រាំងគឺអត់មានក្លិនតែមានក្លិនឆ្អាបក្លិនឆ្អេះទេក្លិនវាគឺចងាញ់តែម្ដងកែបដែលរកបានពីថ្ងៃមុនជាមួយនឹងគ្រុំគឺអត់ទាន់ធ្វើអីហូបទេព្រោះអត់ទាន់តនេដល់ពេលថ្ងៃនេះតនេទៅធ្វើកែបនឹងគ្រុំហូបម្ដងមកហូបមួយមុខនេះសម្រាប់ខ្ញុំគឺពិសេសព្រោះយើងមិនងាយបានហូបទេបើថាសាច់គោសាច់ជ្រូកបើយើងចង់ហូបអីយើងមានលុយអាចទៅទិញបានភ្លាមតែសម្រាប់មកហូបពីរមុខនេះទោះបីតែយើងមានលុយទិញក៏មិនងាយថាអាចរកទិញបានហូបដែរពិសេសគឺកែបតែម្ដងអង្កែបហើយនឹងគ្រុំតែបើសិនជាអង្កែបចិញ្ចឹមអាហ្នឹងវាខុសពីអង្កែបធម្មជាតិបើអង្កែបចិញ្ចឹមយើងទៅរកទិញពេលណាក៏បានដែរតែបើសម្រាប់របស់ធម្មជាតិដូចដែលខ្ញុំកំពុងធ្វើនេះគឺមិនងាយទេព្រោះអង្កែបនៅខែប្រាំងនេះមានតែតាមស្រុកស្រែទេដែលមានបើនៅតាមទីក្រុងអីគឺអ៊ំពូមីងពិបាករកហូបបន្តិចព្រោះវាអាចនិយាយបានថាគ្មានពីណាគេលក់ទេបើលក់ក៏ខ្ញុំជឿថាមានតែអង្កែបគេចិញ្ចឹមទេបើថាអង្កែបធម្មជាតិគឺគ្មានទេសម្បីតែខ្ញុំនៅខាងស្រុកស្រែនេះចង់ហូបក៏ខែនេះគឺអត់មានតែម្ដងអត់មានពីណាគេលក់ទេដោយសារតែខែនេះគឺគេពិបាករកអត់មានពីណាគេរកលក់ទេវាខុសដាច់ពីខែវស្សាបើសិនខែវស្សាគឺមិនខ្វះទេអង្កែបផ្សងក្តាមនេះហ៎តែបើសម្រាប់ខែប្រាំងគឺវាពិបាកព្រោះថាវាក្រាំងនៅបានកែបគោបក្រាំងចេះបើយើងយកមកធ្វើងាំងោនិយាយពីថាអូជាតិខ្ញុំសម្រាប់អង្កែបខ្ញុំហូបតែបើសម្រាប់អន្ទង់គឺខ្ញុំអត់ហូបទេបានកែបក្រាំងពីលងមកប៉ុណ្ណាណៃថ្ងៃមុនក៏ឃើញនៅក្នុងខមមិនអ៊ំពូមីងដាក់ថាធ្វើងាំងោចងាញ់ខ្ញុំក៏សាកយកមកធ្វើងាំងោគឺចងាញ់មែនទៀនតែសម្រាប់ងាំងោនេះបើសិនជាបងប្អូនមើលទៅថាញើតធ្វើទាំងស្បែកទាំងអីអញ្ចឹងធ្វើដូចអាបដូចប្រេតគឺសូមអធិស្ឋានផងដោយសារតែការធ្វើងាំងោនេះគឺយើងអត់ផលិតស្បែកវាចេញទេយើងពំពួងវាទាំងស្បែកទាំងដៃទាំងជើងវាចុងឯងសម្រាប់អ៊ំពូមីងដែលឃើញហើយរៀងញើតអីគឺអាចអូសរំលងវីដេអូនេះបានពួកខ្ញុំធ្វើនេះសំខាន់បំផុតគឺលើអនាម័យគឺខ្ញុំធ្វើគឺមានអនាម័យល្អសម្អាតបានល្អហើយសម្រាប់រូបរាងនេះវាមើលទៅគឺរាងញើតសម្រាប់ដែលអ្នកដែលគាត់អត់ចូលចិត្តអត់ចេះហូបអញ្ចឹងណាហើយថ្ងៃនេះគឺខ្ញុំមានម្ហូបពីរមុខមានទី1គឺគ្រុំអាំងទឹកត្រីកោះកុងហើយនឹងងាំងងកែបបន្ទាប់ពីធ្វើឆ្អិនរួចខ្ញុំក៏ចាប់ផ្ដើមឲ្យខ្ញុំភ្លក់មុនគេចាំមើល feedback ខ្ញុំណាគាត់ថាល្មិចចងាញ់ឬមួយក៏អត់មើលទៅមាត់ក៏ដឹងថាតនួងដែរដំបូងឡើយថាម្ហូបពីរមុខផ្លេចថាមានទឹកគ្រឿងមួយមុខទៀតដែលម៉ែខ្ញុំគាត់ធ្វើថ្ងៃនេះគឺបានម្ហូប3មុខមានងាំងងកែបគ្រុំអាំងហើយនិងទឹកគ្រឿងមកលក់រាំងដែលយើងបេះតាមអូថ្ងៃទៅជីគ្រុំបន្ទាប់ពីឲ្យខ្ញុំភ្លក់ម្ដងគឺខ្ញុំសាកមកខ្លួនឯងអូជាតិ double ជាតិវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងឯងបើសិនជាអ៊ំពូមីងស្រឡាញ់ចូលចិត្តខ្ញុំកុំភ្លេចចុចតាមដានវីដេអូខ្ញុំម្នាក់មួយផងអរគុណ